ការជួបគ្នាបាទរវាងក្លឹបបាល់ទះបាទក្រសួងមហាផ្ទៃបាទជួបជាមួយនឹងក្លឹបបាល់ទះស្នងការដ្ឋាននគរបាលបាទខេត្តបន្ទាយមានជ័យបាទហើយគូចុងក្រោយគឺវិសាខាជួបជាមួយនឹងកោះកុងបាទសិតតាគូល្អបងប្អូនកុំភ្លេចរងចាំទស្សនាបាទលេសេវាមកហើយពីបាទខាងព្រៃវែងចូលថ្នាក់លើកខ្ពស់ពោះផ្ទះទៅស្រាលបច្ចេកទេសវាយយកបន្ទុកតែម្ដង8 ទល់នឹង 21បាទឥឡូវដោះដូរកីឡាករមួយរូបទៀតហើយមេកស៊ីបញ្ញាចេញចំនួនកីឡាករលេខ11របស់បាខាងឧត្តមមានជ័យឥឡូវសេវាពីបាផាន់ចូលថ្នាក់អាមីនលើកឲ្យអាមីនបាទឆ្កឹះមួយយកអត់បានទេបន្ទុក22 ទល់នឹង 8បាទនេះគឺជាការប្រកួតសិតទី4សិតកាត់សេចក្តីណាហើយបើសិនជាព្រៃវែងឈ្នះគឺបញ្ចប់ត្រឹម30 ទល់នឹង 1ហើយបាទលេសេវាមកទៀតហើយចូលទៅណោះលើកឲ្យមេងហ៊ុយអត់ឆ្លងទេ23 ទល់នឹង 8មានការដោះដូរកីឡាករដែរគឺអាមីនបាទចេញចំនួនកីឡាករលេខ26របស់បាទខាងព្រៃវែងសេវាពីសើចូលថ្នាក់លីប្រូលើកឲ្យបែនទូលរណាទៅក្រោយបាទហើយបាទ9 ទល់នឹង 23បាទលេខទស្សនានៃការប្រកួតបន្តទៀតសេវាទៅទៀតហើយរមិតទៅទៀតហើយទៅឲ្យយោយបាទវាយខ្ពស់ពោះវាយចូលកញ្ញាំលីប្រូបាទខាងព្រៃវែងប៉ូលីនអស់បាទឆ្លងទេបាទប៉ូលីនបន្ទុកបានមកខាងបាទឧត្តមមានជ័យបាទ10 ទល់នឹង 23បាទលើនេះសេវាទៅហើយចូលថ្នាក់លើកណែផ្ទះជាប់បាំងអូបាទច្រកទៅហើយបាទបន្ទុកបានទៅខាងព្រៃវែងបាទម៉ាច់ឈ្មោះ24បន្ទុកកាត់សេចក្តីហើយបន្ទុកកាត់សេចក្តីសម្រាប់ការប្រកួត24បាទ23ហ៎បាទបន្ទុកបានមកខាងឧត្តមមានជ័យទេបងប្អូនមិត្ត23 ទល់នឹង 11សេវាទៅហើយចូលថ្នាក់លីប្រូលើកណាបាទពីសម្បត្តិបាទណែបានម៉ាច់ឈ្មោះមែនទេ24 ទល់ 11សេវាចេញពីបាទខាងព្រៃវែងកម្លាំងថ្មីចូលថ្នាក់លើកណាផ្ទះបញ្ចូលយកបានពីលីប្រូបាទខាងព្រៃវែងផល្លេនចូលថ្នាក់លីប្រូអត់នៅទេជ័យជំនះនៅសិតទី4នេះបានទៅខាងព្រៃវែងដល់បន្ទុក25 ទល់នឹង 11យកឈ្នះ3 សិតទល់នឹង 1ទៅលើក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តឧត្តមមានជ័យអរគុណបងប្អូនប្រិយមិត្តនេះជាបន្ទុកបាទជារួមសិតទី1 25 15សិតទី2បាទព្រៃវែង24 ទល់នឹងឧត្តមមានជ័យ26សិតទី3 25 18និងសិតទី4 25 11ណាបាទអញ្ចឹង3សិត0គូ